សួស្តីអ្នកទាំងអស់គ្នាខ្ញុំម៉ាសាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿង X-Men 97 យើងតទៀតឥឡូវគឺមកបញ្ចប់ season ទី 2 ទាំងអស់គ្នាដោយក្រុម X-Men គឺនឹងត្រូវប៉ះគ្នាជាមួយនឹង Apocalypse ជាលើកចុងក្រោយវគ្គនេះដែរគឺចាប់ផ្ដើមឡើងមកជាមួយនឹង shot flashback ទៅកាន់ South នាដកម្មនៃកោះ Genosha ដោយយើងនឹងគឺបានឃើញមនុស្សដែរ Colossus ដែលជាសមាជិកនៃក្រុម X-Men ជាមួយនឹងប្អូនស្រីរបស់គាត់ Magic កំពុងតែប្រឈមជាមួយនឹងមនុស្សយន្ត Sentinel ដ៏ធំមួយនោះហើយក្នុងការប៉ះគ្នានឹង Magic ក៏ស្លាប់បាត់បង់ជីវិតផងដែរនឹងធ្វើឲ្យ Colossus មានកំហឹងខ្លាំងមែនទែនបន្តមកទៀតយើងក៏បានណែនាំមកស្គាល់តួអង្គម្នាក់ឈ្មោះ Graydon Crane ដោយការពិតទៅវាគឺជាកូនប្រុសរបស់ Sabretooth និង Mystique និងជាបងប្អូនម្ដាយតែមួយឪពុកទីទេជាមួយ Nightcrawler និង Rogue ផងដែរប៉ុន្តែគាត់នឹងគឺមិនមែនជា mutant ឡើយរួចដោយសារត្រូវបានឪពុក Sabretooth ធ្វើបាបតាំងពីក្មេងមួយ Crane នឹងគឺបានស្អប់ពួក mutant យ៉ាងខ្លាំងរួចក៏ជាអ្នកចាប់ផ្ដើមសមាគម Friend of Humanity ផងដែររួចមិនតែប៉ុណ្ណោះវាក៏បានឈរឈ្មោះធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកទៀតផងនិងសន្យាជាមួយនឹងប្រជាពលរដ្ឋថាបើសិនជាបោះឆ្នោតឲ្យវាគឺនឹងចាត់ការពួក mutant កុំឲ្យមានបញ្ហាទៀតក្នុងពេលនោះដែរក្រុម mutant មួយហៅថា Alkali ក៏បានចេញមកវាយប្រហារមួយ Crane នេះផងដែរដោយក្រុមមួយនេះគឺដឹកនាំដោយ Exodus និងមានគោលដៅដូចជា Magneto អញ្ចឹងគឺការពារ mutant កុំឲ្យរងការធ្វើបាបពីមនុស្សលោករួច Colossus ក៏បានចូលក្រុម Alkali នឹងដែរចំណែកក្រុម X-Men វិញក៏បានដឹងថាបើសិនជា Exodus សម្រាប់មួយ Crane នេះចោលនោះបញ្ហារវាងមនុស្សលោកនិង mutant នឹងក៏កាន់តែលំបាកតាមនឹងដូច្នេះហើយទើប Nightcrawler, Rogue, Beast, Bishop និង Polaris ក៏បានធ្វើដំណើរទៅកាន់បន្ទាយរបស់ក្រុម Alkali ផងដែរដែលមានទីតាំងនៅ Savage Land ដោយកន្លែងនេះគឺជាតំបន់មួយអត់ទទួលបានការវិវត្តដូចជាកន្លែងផ្សេងទៀតលើផែនដីទេអញ្ចឹងហើយនៅនឹងយើងក៏បានឃើញ Dinosaur សត្វចម្លែករួមទាំងរុក្ខជាតិច្រើនប្រភេទមែនទែនរួចហើយពេលទៅដល់ក្រុម X-Men ក៏បានធ្លាក់យន្តហោះនិងចែកផ្លូវគ្នាដោយ Bishop គឺដើរជាមួយនឹង Polaris ចំណែកឯ Rogue, Nightcrawler និង Beast វិញក៏បានទៅជួបជាមួយនឹង Colossus និងក្រុម Alkali នឹងរួចពួកគេនឹងក៏បានព្យាយាមបញ្យល់ថាបើសិនជាសម្លាប់ Crane គឺនឹងអាចបង្ករឿងធំចឹងហើយទើប Nightcrawler ក៏សម្រេចចិត្តសូមឲ្យ Colossus នឹងធ្វើជាតុលាការរៀបចំការកាត់ក្តីដើម្បីវិនិច្ឆ័យថាមួយ Crane នឹងគឺពិតជាធ្វើខុសឬក៏អត់រឿងបន្តមកទៀតយើងក៏បានឃើញ Exodus បានរៀបរាប់រឿងអាក្រក់ជាច្រើនដែលមួយ Crane នេះបានធ្វើដូចជាការទម្លាក់កំហុសឲ្យក្រុម X-Men បង្កើតសមាគម Friend of Humanity ដើម្បីប្រឆាំងសម្លាប់ mutant អីជាដើមរីឯ Nightcrawler វិញក៏ខំប្រឹងនិយាយថាការពិតទៅ Crane នឹងគឺជាកូនប្រុសរបស់ Sabretooth និង Mystique រួចតាំងពីតូចដល់ធំគាត់នឹងគឺរងអំពើហិង្សានិងការធ្វើបាបជាច្រើនពីឪពុកម្ដាយទាំងពីរនាក់ហ្នឹងអញ្ចឹងហើយបានជា Crane ធំឡើងស្អប់ mutant ខ្លាំងបែបនេះទាំងជាក់ស្ដែងគាត់នឹងគឺខឹងស្អប់ឪពុកម្ដាយរបស់ខ្លួនទេរួចនៅពេលដែលនិយាយមិនឈ្នះគេអញ្ចឹង Exodus ក៏បានធ្វើការវាយប្រហារទាំង Colossus ក៏ដូចជា Crane និង Nightcrawler តែម្ដងរីឯ Nightcrawler វិញក៏បានដកដាវមកតទល់មួយស្មើជាមួយនឹងគាត់ផងដែរហើយរំពេចនោះទាំង Polaris និង Bishop ក៏បានមកដល់ជិះ Dinosaur ដ៏ស្លាប់ទៀតផងនិងបានបាញ់កាំភ្លើងបង្កចលាចលដើម្បីសង្គ្រោះក្រុម X-Men ហើយក្នុងពេលដែល Nightcrawler កំពុងតែលេងក្បាច់ដាវជាមួយនឹង Exodus នឹងមួយ Crane នោះក៏បានងើបឡើងមកទាញកាំភ្លើងបាញ់ Exodus ពីក្រោយខ្នងឃើញអញ្ចឹង Nightcrawler ក៏ខឹងលើអា Crane នេះមែនទែនប៉ុន្តែគាត់នឹងគឺមិនអាចសម្លាប់វាកើតឡើយហើយក៏បាន teleport ទៅទម្លាក់ចោលនៅវាលតកកនៅខាងក្រៅទៅចំណែកឯ Colossus វិញក៏សម្រេចចិត្តត្រឡប់មកកាន់សាលានៃក្រុម X-Men វិញកាន់មកកាន់ Cable និងក្រុម X-Force របស់គាត់វិញឥឡូវនេះគឺបានធ្វើដំណើរដេញតាម Apocalypse ទៅដល់កន្លែងប្រាសាទនៃទីក្រុង Athens ហើយពួកគេនឹងក៏ភ្ញាក់ផ្អើលមែនទែននៅពេលរកឃើញតែសាកសពរបស់ Apocalypse តែប៉ុណ្ណោះរួមគ្នាជាមួយនឹងស្លឹកបៀរបស់ Gambit ដូច្នេះហើយពួកគេក៏បានយកដំណឹងនេះទៅពិភាក្សាជាមួយនឹងក្រុម X-Men ផងដែរថាមានរឿងអ្វីកើតឡើងនិងសង្ស័យថា Apocalypse នឹងគឺបានជួយ Gambit ឲ្យរស់មានជីវិតឡើងមកវិញរួច Gambit នឹងគឺបានសម្លាប់ Apocalypse និងស្រូបយក power របស់គាត់នឹងឯងហើយចង់ដឹងថាមានរឿងរ៉ាវយ៉ាងណាកើតឡើងពិតប្រាកដគឺទាល់តែស្វែងរក Gambit សិនចំណែកឯ Rogue នៅពេលឮថាមនុស្សជាទីស្រឡាញ់របស់នាងត្រឡប់មានជីវិតមកវិញអញ្ចឹងក៏មានភាពសប្បាយចិត្តបន្តិចភ័យខ្លាចបន្តិចព្រោះតែនេះគឺមិនមែនជា Gambit ពីមុនឡើយបន្តមកទៀត Professor X ក៏បានប្រើឧបករណ៍ Cerebro ដើម្បី search ស្វែងរក Gambit ថានៅទីណាហើយយើងក៏បានឃើញថា Gambit នៅពេលនេះគឺមានអានុភាពខ្លាំងមែនទែនអាចចាប់ Professor X ជាប់និងបណ្ដេញគាត់ចេញពីខួរក្បាលវិញទៀតផងហើយ Gambit ឥឡូវនេះគឺមានរាងកាយដូចជាខ្មោចឆៅអញ្ចឹងនឹងបានធ្វើដំណើរត្រឡប់ទៅកាន់ទីលំនៅឋានចាស់វិញនិងបានទៅជួបជាមួយនឹងបងប្អូនគ្នា mutant ជាច្រើននាក់ហើយគាត់នឹងក៏បានប្រើស្លឹកបៀវេទមន្តកែប្រែពួកគេធ្វើជាកូនចៅគាត់ទាំងអស់រួចនៅពេលដែលក្រុម X-Men កំពុងតែជិះយន្តហោះធ្វើដំណើរមករក Gambit និងគ្នាក៏បានបើកឆាកវាយប្រហារនៅលើអាកាសទាំងកតាផ្លូវផងដែររួចគាត់នឹងក៏បានចាប់រោគយកទៅរីឯយន្តហោះ X-Men ទាំងមូលនឹងក៏សឹងតែធ្លាក់ខ្ទេចខ្ទីប៉ុន្តែ Psylocke, Jean Grey រួមទាំង Cable ក៏បានប្រើថាមពលរបស់ពួកគេនឹងរួបរวมគ្នាដើម្បីទប់យន្តហោះនឹងកុំឲ្យធ្លាក់ខ្ទេចផងដែរឬក្នុងពេលហ្នឹង Nightcrawler ក៏ត្រូវបាន Gambit កែប្រែទៅជាកូនចៅគាត់ដូចគ្នា
គ្នាចំណែករោគវិញនៅពេលភ្ញាក់ពីសន្លប់ជួបគ្នាជាមួយនឹង Gambit នឹងនាងក៏មានអារម្មណ៍រៀងច្បោកច្បល់មែនទែនដោយសារតែអារម្មណ៍ស្រឡាញ់នឹងគឺនៅតែមានប៉ុន្តែ Gambit នេះគឺហាក់ដូចជាបានលីឡំជាមួយនឹង Apocalypse អញ្ចឹងហើយ Gambit នឹងក៏បាននិយាយថា Apocalypse នឹងយើងនឹងគឺមិនខុសគ្នាទេព្រោះតែគាត់ក៏ធ្លាប់ត្រូវបានស្នេហាក្បត់ចិត្តដែរពលគឺនៅក្នុងសម័យកាលតាំងពីប្រមាណ1000ឆ្នាំមុននៅប្រទេសអេស៊ីបនឹងការពិតទៅ Apocalypse នឹងគឺបានស្រឡាញ់គ្នាជាមួយនឹងព្រះនាងអេស៊ីបម្នាក់ឈ្មោះ Kendra ហើយមិនតែប៉ុណ្ណោះគឺបានចែករំលែក power របស់គាត់ឲ្យទៅកាន់នាងទៀតផងខ្លាយទៅជា external តែការពិតទៅ external នឹងគឺបោកគាត់តែប៉ុណ្ណោះនឹងយក power នឹងរត់ចា Apocalypse ផងដែរដើម្បីសងសឹករឿងដែល Apocalypse កំទេចស្រុកភូមិរបស់គេនៅប្រទេសអេស៊ីបនេះហើយ Gambit ក៏បាននិយាយជាមួយរោគថានឹងយក power ពី external ត្រឡប់មកវិញប្រគល់ឲ្យទៅកាន់នាងនោះរោគគឺនឹងមានជីវិតអមតៈនឹងអាចរស់នៅជាមួយគាត់ជារៀងរហូតនោះឯងបន្តមកទៀត Gambit នឹងរោគជាមួយនឹងកូនចៅនឹងក៏បានហោះទៅដល់កន្លែងបឹងមួយរួចក៏បានធ្វើពិធីក៏ហៅ external ចេញមកហើយ Gambit នឹងក៏បានសម្លាប់នាងចោលរួចក៏បានយក power មួយនោះដាក់បញ្ចូលទៅក្នុងខ្លួនរបស់រោគផងដែរហើយនៅពេលនោះដែរក្រុម X-Men និងក្រុម X-Force ក៏បានធ្វើដំណើរមកដល់កន្លែងមួយនេះប្រឈមជាមួយនឹង Gambit តែម្ដងរួចពួកគេនឹងក៏បានបើកឆាកប្រយុទ្ធគ្នាប្រៅហើយក្នុងពេលនឹង Professor X ក៏បានប្រើធម្មពលផ្លូវចិត្តរបស់គាត់នឹងបោកចូលខួរក្បាលរបស់ Gambit អ្នកបានរកឃើញថា Apocalypse ការពិតទៅមិនទាន់ស្លាប់ទេណាទេកំពុងតែនៅក្នុងខ្លួននេះជាមួយនឹង Gambit នេះឯងរួចក្នុងពេលដែលវាហាក់ដូចជាចិត្តបានគ្រប់គ្រងរាងកាយ Gambit ពេញ 100% ហើយរកពេលនោះរកក៏បានប្រើ power ដែល Gambit ឲ្យនឹងចូលមកក្នុងផ្លូវចិត្តដែរនឹងអាចជួយទាញ Gambit ចេញមកវិញបង្ក្រាប Apocalypse បានមួយរយៈសិនហើយ Gambit នឹងក៏ទទួលបានរាងកាយជាមនុស្សធម្មតាវិញនៅក្នុងពេលនោះចំពោះ Cable ក៏ចង់សម្លាប់ Gambit ចោលតែម្ដងកុំឲ្យមានបញ្ហា Apocalypse ទៀតប៉ុន្តែ Cyclops និង Jean Grey ដែលជាឪពុកម្ដាយរបស់គាត់នឹងក៏ព្យាយាមខាត់ Cable និងធ្វើឲ្យ Cable ខឹងមែនទែនហេតុអីក៏ពួកគេនឹងមិនព្រមលះបង់ជីវិត Gambit មួយព្រោះថា Apocalypse បើសិនជាវាមកវិញមែនគឺនឹងរងគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់ពាន់លានអ្នកផ្សេងទៀតបន្តមកទៀតយើងក៏បានឃើញក្រុម X-Factor របស់ Dr. Cooper នឹងក៏បានមកចូលគ្នាជាមួយនឹងក្រុម X-Force របស់ Cable ដើម្បីរកវិធីសាស្ត្រទប់ទល់នឹងក្រុម X-Men និងសម្លាប់ Gambit ចោលចំណែក Abyss រោគនិង Nightcrawler ក៏បានធ្វើដំណើរទៅស្វែងរកយានអវកាសរបស់ Apocalypse ដែលពួកគេធ្លាប់ប្រយុទ្ធគ្នាកាលពីលើកមុនរួចនៅពេលដែលចូលទៅដល់កន្លែង Snow ធម្មពល Celestial នៅយល់នឹងហើយរោគក៏បានទៅជួបជាមួយនឹង Celestial ឈ្មោះ Aeson ផងដែរហើយ Aeson ក៏បាននិយាយថាវដ្តជីវិតនៃចក្រវាឡទាំងនេះគឺមានការចាប់ផ្ដើមការបញ្ចប់ការបង្កើតនិងការបំផ្លាញនឹងឯងហើយបេសកកម្មរបស់ Apocalypse នេះគឺដូចជាផ្នែកនៃធម្មជាតិអញ្ចឹងចំណែករោគវិញក៏បានប្រើប្រាស់ក្តីស្រឡាញ់របស់នាងទៅលើ Gambit និយាយជាមួយនឹង Aeson ហើយ Aeson នឹងក៏អនុញ្ញាតឲ្យរោគជួយ Gambit បានប៉ុន្តែជីវិតមួយគឺត្រូវតែផ្លាស់ប្ដូរជីវិតមួយអញ្ចឹងហើយគឺទាល់តែរោគនឹងសោកចិត្តលះបង់ជីវិតខ្លួនឯងដើម្បី Gambit ហើយរោគនឹងក៏ទទួលបានធម្មពល Celestial ដូចជា Apocalypse ផងដែរនៅក្នុងពេលនោះដែរចំពោះអាគារ X-Corp ទាំងមូលក៏មានការប្រយុទ្ធប៉ះគ្នាស៊ីសាយហត់ឈាមខ្លាំងមែនទែនដោយសារតែក្រុម X-Factor និងក្រុម X-Force នឹងគឺបានមករួបរวมប្រយុទ្ធជាមួយនឹងក្រុម X-Men និងទៅស្វែងរកសម្លាប់ Gambit ចោលContract killer to government stooge. រួចនៅក្នុងការប្រយុទ្ធគ្នានឹងជានឹង Cyclops គឺបានវាយជាមួយ Cable ដែលជាកូនប្រុស Logan ហើយនិង Morph គឺបានប្រយុទ្ធជាមួយផ្សាយលោកនិង Archangel ហើយ Morph គឺបានប្រែកាឡាទៅជា Dr. Octopus ទៀតផងរីឯ Polaris Bishop និង Jubilee ក៏បានទៅប្រយុទ្ធជាមួយនឹងក្រុម X-Factor ផ្សេងទៀតផងដែររួចហើយក្រោយមក Cable នឹងក៏មានឱកាសទៅរក Gambit ឃើញនិងទាញកាំភ្លើងមកបាញ់គាត់សម្លាប់ចោលប៉ុន្តែផ្ទុយពីការគិតរបស់គាត់ជាលទ្ធផលក្រោយពេលបាញ់ Gambit ហើយមិនត្រឹមតែមិនសម្លាប់ Apocalypse ទេគឺបែរជាធ្វើឲ្យវានឹងមាន power អាចគ្រប់គ្រងរាងកាយនេះបាន 100% និងប្រែខ្លួនទៅជា Gambit Apocalypse តែម្ដងហើយទាំង Storm, Jean Grey ឬក៏ Professor X, Cyclops អីហ្នឹងទោះជារួបរวมគ្នាយ៉ាងណាក៏មិនអាចធ្វើអ្វី Apocalypse កើតឡើយហើយមិនតែប៉ុណ្ណោះពួកគេទាំងអស់គ្នាក៏ត្រូវបាន Apocalypse កែប្រែទៅជាកូនចៅទាំងអស់លើកលែងតែ Professor X ដែលវានឹងគឺនៅតូកនិយាយឌឺដកបញ្ឈឺចិត្តគាត់ថែមទៀតប៉ុន្តែរំពេចនឹងដែររោគក៏បានហោះមកដល់ជាមួយនឹង Power Celestial ថ្មីនៅក្នុងខ្លួននាងក៏អាចប្រយុទ្ធមួយស្មើជាមួយ
ជាមួយនឹង Apocalypse ហើយក៏បានយកឈ្នះ Bird ព្រលឹងរបស់វានឹងឃុំនៅក្នុងត្បូងគុជមួយនិងប្រគល់ឲ្យទៅកាន់ Cable ហើយ Gambit ក៏ត្រឡប់មកធម្មតាវិញផងដែរនិងអាចប៉ះសាច់គ្នាជាមួយនឹង Rogue បានទៀតផងបន្តមកទៀត Rogue គិតថាខ្លួនឯងនឹងលះបង់ជីវិតហើយដោយសារនិយាយគ្នាជាមួយ Aeson លើកមុនតែក្រោយមកយើងក៏បានរកឃើញថា Nightcrawler នឹងគឺបានចូលទៅជួបជាមួយនឹង Celestial Aeson រួចក៏បានសុំដោះដូរជីវិតរបស់គាត់ជាមួយនឹង Rogue វិញផងដែររួចក្រោយពីភាពវឹកវរបានបញ្ចប់ក្រុម X-Men ទាំងអស់នឹងក៏បានត្រឡប់មករស់នៅជីវិតយ៉ាងមានសន្តិភាពល្អវិញរីឯឈុតចុងបញ្ចប់យើងក៏បានរកឃើញថា Mystic បានត្រឡប់មកវិញហើយនិងបានសម្លាប់ Val Cooper ចោលនិងបន្លំខ្លួនធ្វើជានាងផងដែរហើយអាមួយ Creed នោះវិញឥឡូវនេះគឺបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដូច្នេះសង្គ្រាមរវាងមនុស្សលោកនិង Mutant នឹងក៏មិនទាន់បញ្ឈប់ទៅណាដែរនិងឯអ្នកទាំងអស់គ្នា X-Men 97 Season ទី 2 គឺចប់ត្រឹមនេះកុំភ្លេចចុច Like និង Subscribe បើសិនជាចូលចិត្តហើយចុចខាងស្ដាំសម្រាប់មើលវីដេអូផ្សេងទៀត Scan ខាងឆ្វេងសម្រាប់គាំទ្រការផលិតវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបាយបាយ